ត្រូវការមើលពីខាងណាទៅមុខដល់ហ្នឹងពេលមុននឹងចូលឡានដូចអត់តដល់ចាំពីសិនចាំតាមលំដាប់នេះដល់ពេលប្រឡងវាសួរយើងមុននឹងចូលឡានតើអ្នកបើកបរត្រូវការត្រួតពិនិត្យមើលពីខាងណាទៅមុនឬមួយរៀងរាល់ពេលមុននឹងចូលក្នុងឡានហ្នឹងបាទយើងត្រូវការត្រួតពិនិត្យមើលពីខាងណាទៅមុនដល់អត់បាទហើយជិះកូនឡាននៅខាងណាជិះកូនឡានខាងស្នាមដៃឆ្វេងដែរបាទខាងឆ្វេងប្រសិនណាបើយើងខាងទៅជិះកូនខាងឆ្វេងហើយចូលទៅខាងឆ្វេងនៅពេលដែលខាងស្នាមនេះកង់មិនឃើញអត់ឃើញទេចឹងបានន័យថាមុនចូលឡានគេត្រូវការត្រួតពិនិត្យមើលពីខាងស្នាមដៃទៅមុនបាទកង់ឡានធ្វើបានតែហ្នឹងណាយើងដឹងបាទហើយសូមបញ្ជាក់នៅពេលប្រឡងគឺហាមដើរកាត់មុខឡានពេលប្រឡងឡានចតមកជួអញ្ចឹងសិតខាងបាទពេលណាយើងជួយត្រូវដើរស្ដាំមកបត់មកពីខាងក្រៅចាំចូលខាងឆ្វេងបាទចាំដើរចូលចឹងវិញហើយមូលហេតុអីបានគេមិនឲ្យកាត់មុខឡានដោយសារយើងដើរមកច្រាស់ទឹកគេបាទពេលមកឡានគេហើយយើងមូលហេតុតែគេឲ្យដើរពីស្ដាំបត់មកពីខាងក្រៅយើងបានមើលខាងក្រៅដែរការពីមានអ្វីមួយនៅខាងក្រៅមុខឡានយើងនៅពេលណាដែលយើងចង់ថយក្រោយយើងដឹងបាទចឹងសរុបមកគឺជុំឡានតែម្ដងយល់ទេប៉ុណ្ណឹងយល់តើបានជាជំទី1មុននឹងចូលឡានត្រូវមើលពីស្ដាំដៃទៅមុនបាទពីខាងក្រៅចាំចូលខាងឆ្វេងទី2មុននឹងបើកទ្វារឡានចូលត្រូវមើលចរាចរណ៍វាសិនណាការពីបើកទ្វារប៉ះគេដល់ការចុះចេញការឡើងសមូលថារឿងបើកទ្វារប៉ះគេហើយចុះទៅរឿងគេបានមុនទៀតទាំងខ្លួនខុសគាត់ទេបងបាទហើយចំណាំមើលអ្នកដែលបើកទ្វារប៉ះគេច្រើនតែអ្នករួមដំណើរជាមួយយើងណាបាទអញ្ចឹងយើងធ្វើជាម្ចាស់ឡានកងឡានក៏បីណែនាំប្រាប់ពួកគាត់ពេលដែលបើកទ្វារចុះឡើងមើលគេផងទាំងការចុះទាំងការឡើងបាទអានោះជាជំនួយទី2ជំនួយទី3មុននឹងចេញដំណើរមុននឹងពេលបើកបរទី1យើងត្រូវសេរីស្អីសិនដើម្បីតម្រូវជើងយើងចាប់ដើមសេរីមកនឹងប្រាប់វាហើយបាទនេះសកម្មភាពលោកគ្រូពងប្រយ័ត្នសាសទីឡានម៉ោងទី1លោកកូនសាសយ៉ាងភ័យតិចទៀតឯងភ័យហើយបាទតម្រូវជើងមកហើយបន្ទាប់ពីសេរីក្អីដាក់ខ្សែក្រវ៉ាត់ដាក់ខ្សែក្រវ៉ាត់នៅពេលប្រឡងទៅធ្លាក់ណាបាទហើយបន្តមកទៀតយើងនឹងចောက်ឆ្វេងស្ដាំឃើញក្រោយអត់ឃើញបាទនេះជាចំណុចទី3នៅពេលប្រឡងសំខាន់ណាស់ទី3ហ្នឹងសិស្សខ្លះនៅពេលប្រឡងបើកទៅគាត់ឈប់សេរីក្អីគាត់ឈប់សេរីកញ្ចក់ពេលហ្នឹងមេប្រយុទ្ធវាថាឲ្យហើយពីកាត់បន្ទុកយើងហើយបាទអញ្ចឹងបានន័យថាមុននឹងចេញដំណើរត្រូវសេរីក្អីសិនដើម្បីតម្រូវជើងយើងអាស្រ័យក្រវ៉ាត់ហ្នឹងចេះសេរីកញ្ចក់ឆ្វេងស្ដាំបាទតោះនោះបាទទី4របៀបកាន់ចង្កូតឡានជុំចង្កូតឡានគេប្រៀបធៀបជុំវិទ្យាយើងអញ្ចឹងណាបាទគឺម៉ោង12និងម៉ោង6អញ្ចឹងរបៀបកាន់ចង្កូតឡានកាន់ត្រង់ម៉ោង3 15នាទីកាន់មកដាក់មានដៃស្អប់ចង្កូតទៅឆ្លងម៉ោង9អញ្ចឹងកាន់បានតែម៉ោង3និងម៉ោង9ហ្នឹងទេក្រៅពីចំណុចហ្នឹងគឺហាមប៉ះពាល់ហាមណាបាទសុំបានទៅផ្លាស់សួរជុំព្រោះគាត់ដៃគូនឹងឃើញមកទៅគាត់កាន់ចឹងនៅពេលដែលបងចេះបើកបងកាន់មិនក៏បានដែរប៉ុន្តែស្តង់ដាគេគឺកាន់ម៉ោង3និងម៉ោង9បាទបានន័យថាយើងមុនបងឬពីកខទៅសិនបាទលោកអត់ចេះទៅកាន់ដូចគេមិនកើតយល់ទេបងបាទយល់បាទអញ្ចឹងរបៀបកាន់ចង្កូតឡើងកាន់បានតែម៉ោង3និងម៉ោង9ហ្នឹងគឺច្បាប់គេអញ្ចឹងតែហ្មងបាទកាន់ហ្នឹងសិតខុសអាកាន់ទៅក្រោមមកចេះដល់ស្រាប់ទេនៅពេលយើងកាន់ម៉ោង3ម៉ោង9នៅពេលឡើងបែកកង់ទៅឆ្កូតវារេឆ្កូតដោយសារដៃហ្នឹងកាលណាយើងចាប់គួតចុះទៅវារេទៅណាវាបើសិនបែកកង់អីណាបាទហើយអ្នកកាន់ឆ្កូតឲ្យមកខាងអីពេលឡើងបែកកង់ទៅទាញទៅហើយធ្លាក់ជ្រោះហើយបាទបើយើងកាន់ទាំងពីរជាប់ចឹងវារេទៅណាទេចាប់បានយើងគិតកាត់នឹងសិនទៅស៊ូឡាយមកដល់កាន់ម៉ោង3និងម៉ោងហើយចង់បញ្ជាក់ចង់ប្រាប់ថារៀងរាល់ពេលយើងចង់បោះស្ដាំបោះឆ្វេងយើងត្រូវបង្វិលចង្កូតផ្ដើមពីមួយជុំពេលយើងចង់បោះស្ដាំបោះឆ្វេងណាបាទយើងត្រូវការបង្វិលចង្កូតផ្ដើមពីមួយជុំសំខាន់ស្គាល់មួយជុំឬអត់តែប៉ុណ្ណឹងចង់យកដើមបាទមក3ធ្វើដល់ម៉ោង3វិញឈ្មោះថាមួយជុំប៉ុន្តែកាន់បានតែម៉ោង3និងម៉ោង9
ជុំមកដូរដៃបានបាទដល់ឲ្យឈ្មោះថាមួយជុំពេលហ្នឹងបងបត់ទៅខាងណាជុំវិញបងបត់ទៅខាងណាមិញហ្នឹងសុំឲ្យទៅខាងណាអញ្ចឹងបាននេះថាឡានទៅខាងស្ដាំបាទពេលណាឡានត្រង់យើងត្រូវលៀងមួយជុំទៅរកកន្លែងដើមវិញចាប់ដើមទៅរកកន្លែងដើមវិញហើយដូរដៃមកបាទប៉ុណ្ណឹងឡានទៅត្រង់រហូតដែរបាទទេអត់មានបង្កល់ស្ដាំទុំនឹងចូលផ្ទះគេហ្នឹងហើយចាប់ដើមបង្កល់ស្ដាំឲ្យជុំ